សួស្តីបងប្អូនអរគ្នាចាស់យើងចូលមេរៀនទី1តទៅជាមួយ episode ទី5គឺការចាប់ផ្ដើម design poster ដំបូងងាយៗជាមួយនឹង teacher ទាំងអស់គ្នាអូខេនេះគឺជា poster របស់យើងបងប្អូនអរគ្នាកាលពីវីដេអូមុនក៏ teacher បានបង្ហាញថាអ្វីទៅជា poster អ្វីទៅជា banner អញ្ចឹងនៅក្នុងនេះគឺ teacher ចង់លម្អិតទៅលើការ design poster ដំបូងមួយនេះគឺជា poster ដំបូងរបស់យើងអូខេតោះយើងចាប់ផ្ដើម design នៅលើ Canva ទាំងអស់គ្នាអូខេអញ្ចឹងបងប្អូននៅពេលដែលចូលមកកាន់ interface ឬមួយក៏ monitor របស់យើងគឺនេះនៅលើនេះគឺមានពាក្យថា Google Chrome អញ្ចឹងបងប្អូនអរគ្នាគឺ double click នៅលើ Google Chrome មកហើយបន្តមកទៀតអានេះដោយសារតែ Gmail ដែលច្រើនដែលចូលទៅកាន់ Gmail ដែលយើងប្រើរួមគ្នាអូខេមួយនេះគឺជា Gmail ដែលយើងប្រើរួមគ្នានៅពេលដែលបងប្អូនអរគ្នាចូលមកដល់ Google មុនហ្នឹងគឺយើងបានដាក់ Canva នៅលើនេះហើយអញ្ចឹងគឺវាមានភាពងាយស្រួលយើងគ្រាន់តែ click នៅលើ Canva មកគឺចូលទៅកាន់កម្មវិធី Canva តែម្ដងអញ្ចឹងយើងចាប់ផ្ដើម design poster មុននឹងទាំងអស់គ្នាដំបូងឡើយបងប្អូនទាំងអស់គ្នាធ្វើការបង្កើតក្រដាស់កិច្ចការរបស់យើងជាមុនសិនបងប្អូនសូមមើលកន្លែងពាក្យថា create នេះក៏បានឬមួយក៏កន្លែង custom size នេះក៏បានបើសិនជាបងប្អូនទាំងអស់គ្នាចូលកន្លែង custom size គ្រាន់តែ click នៅលើវាមកអូខេអញ្ចឹងយើងអាចវាយទំហំមកអញ្ចឹងបងប្អូនទាំងអស់គ្នាសូម design ទំហំដូច teacher បង្ហាញមុននេះមួយនេះសិនមកអូខេតោះ create new design មួយវិញទៀតនៅពេលដែលយើងបង្កើតក្រដាស់កិច្ចការហើយ teacher ក៏ចង់បង្ហាញអ្នកនរគ្នាទៅលើការដាក់ឈ្មោះទៅលើការងាររបស់យើងអញ្ចឹងបងប្អូនទាំងគ្នាសូមកលេចមកលើខាងលើនេះមានឈ្មោះថា file អញ្ចឹងបងប្អូនទាំងគ្នាសូម click លើពាក្យ file នេះមកអូខេអញ្ចឹងបងប្អូនទាំងគ្នាកន្លែងនេះគឺជាកន្លែងដាក់ឈ្មោះបងប្អូនទាំងគ្នាអាច click នៅលើហ្នឹងមកគឺវាបាត់ហើយឬមួយក៏ចុចនៅកន្លែងរូបខ្មៅដៃនេះក៏បានដូចគ្នាដែរអូខេអញ្ចឹងយើងដាក់ឈ្មោះមកឥឡូវ teacher ដាក់ថា Piron ពួកអីជាសិលកិច្ចការរបស់ teacher បើសិនជាបងប្អូនណាដែលអនុវត្តបងប្អូនសូមដាក់ឈ្មោះហើយដាក់ថា exerciseអូខេអញ្ចឹងយើងដាក់ថា exercise 01មកហើយដាក់សុំដាក់ឈ្មោះសប្តាហ៍ផងអូខេតោះអញ្ចឹងយើងដាក់សប្តាហ៍ហើយក៏ជាលំហាត់ទី1នឹងដាក់ឈ្មោះដើម្បីសម្គាល់ងាយស្រួលចំណាំទៅលើការងាររបស់យើងអូខេអញ្ចឹងរួចរាល់ហើយបងប្អូនអាច click នៅខាងក្រៅនេះមកអូខេអញ្ចឹងយើងបានដាក់ឈ្មោះហើយបើសិនជាចង់មើលឈ្មោះចុចមកលើ file នេះមកនេះគឺឈ្មោះសិលកិច្ចការរបស់យើងអូខេអញ្ចឹងបងប្អូនទាំងគ្នាសូមកលេចមកមើល poster មួយនេះថាតើការចាប់ផ្ដើមដំបូងឡើយគេធ្វើឬក៏គេចាប់ផ្ដើម design អ្វីមុនទៅលើ poster មួយនេះអញ្ចឹងបងប្អូនទាំងគ្នាសូមធ្វើតាម teacher ទាំងអស់គ្នាអញ្ចឹងដំបូងឡើយគឺយើងមើលមកគឺយើងចាប់ផ្ដើម design តាក់ទងជាមួយនឹង background មុនគេទី1គឺការ design background អញ្ចឹងយើងចាប់ផ្ដើម design background ឲ្យរួចរាល់សិនមកចាំយើងចាប់ផ្ដើម design ទៅលើ element ផ្សេងៗដូចជាដាក់រូបភាពផ្សេងៗដែរអូខេអូខេអញ្ចឹងយើងចាប់ផ្ដើម design ទៅលើ background បងប្អូនទាំងគ្នាសូមកលេចមើលខាងគៀននេះអូខេអញ្ចឹងបងប្អូនទាំងគ្នាមើលពាក្យថា element នៅពេលដែលចូលមកកាន់ element ហើយបងប្អូនឃើញកន្លែងពាក្យថា search អញ្ចឹងយើងចាប់ផ្ដើម search តាក់ទងជាមួយនឹងរូបភាព background នេះមុននៅក្នុង background នៃ poster របស់យើងគឺមានរូបព្រាលនោះតាក់ទងរូបព្រាលហ្នឹងគឺជាលក្ខណៈជារូបថតឬក៏យើងអាចហៅថាជា photo មិនមែនជា graphic នោះទេអូខេអញ្ចឹងយើងចាប់ផ្ដើម search មកយើងដាក់ថា digital class អូខេដោយសារអីអូខេនេះគឺជាពាក្យកន្លឹះរបស់យើង digital class មុនហ្នឹងគឺជារូបភាពអញ្ចឹងបងប្អូនទាំងគ្នាសូមមើលកន្លែងពាក្យថា graphic នេះគឺជារូបភាពបែបបង្កើតឡើងបែបជា graphic បែបនេះប៉ុន្តែអ្វីដែលយើងចង់បានគឺជារូបភាពអញ្ចឹងបងប្អូនទាំងអស់គ្នាសូមមើលកន្លែងនេះមកនេះពាក្យថា photo អញ្ចឹងបងប្អូនទាំងគ្នាសូមមើលមកកន្លែង photo ហើយចុចពាក្យថា CL ដើម្បីមើលបន្ថែមទៀតអូខេអញ្ចឹង teacher សូមយករូបមួយនេះចោលដោយសារតែអត់ជាប់នៅ premium ឬក៏យើងហៅថា Canva Pro ហ្នឹងបើសិនជាបងប្អូនទាំងគ្នាយកនៅ Canva Pro ឧទាហរណ៍ថា teacher ចុចយកមួយនេះគឺជាប់សញ្ញាខ្វែងដោយសារតែ account របស់យើងគឺប្រើប្រាស់ free អត់ទាន់បានទិញតាក់ទងជាមួយនឹង account premium ឬក៏ Canva Pro ទេដើម្បីប្រើប្រាស់ Canva Pro បានគឺត្រូវធ្វើការ pay ក៏ដូចជាបង់ទៅកាន់កម្មវិធី Canva អូខេអញ្ចឹងឥឡូវ teacher អត់យកទេ teacher យករូបភាពណាដែលអត់ប្រើកម្មវិធីឬក៏អត់ប្រើ account Pro អូខេអញ្ចឹង teacher សូមយករូបនេះចាស់មួយនេះគឺថាស្អាតដែរ teacher break មកដើម្បីឲ្យប៉ុនទៅនឹង background របស់យើងអូខេបងប្អូនអ្នកគ្នាមួយទៀតយើងមានវិធី2ដើម្បីចាក់ពណ៌ទី1យើងចាក់ពណ៌ទៅលើ background របស់យើងទំហំផ្ទៃការងាររបស់យើងតែម្ដងក៏បានឬមួយក៏បងប្អូនទាំងគ្នាយកនៅ shape ទម្រង់ shape យកមកបង្កើតជាការ៉េក៏បានដែរប៉ុន្តែនៅក្នុងនេះ teacher ចង់បរៀនទាំងអស់គ្នាក៏ដូចជាអត់ចង់ធ្វើឲ្យទាំងអស់គ្នាស្មុគស្មាញទេបងប្អូនទាំងគ្នា click នៅលើនេះមកនេះនៅលើក្រដាស់កិច្ចការរបស់យើងនៅពេលដែល click មកវាចេញរូប color នេះមកអូខេអញ្ចឹងសូមមើលម្ដងទៀត click នៅលើក្រដាស់កិច្ចការរបស់យើងមួយនេះ click មកអូខេអញ្ចឹងបងប្អូនទាំងគ្នាមើលពាក្យថា background color click មកហើយបងប្អូនគ្នាសូម scroll មកខាងក្រោមនេះសិនមកហើយបងប្អូនសូមប្រើប្រាស់នៅ color default សិនមកបន្តិចទៀតteacherនឹងណែនាំបងប្អូនទាំងអស់គ្នាអំពី website ដើម្បីធ្វើការ search ឬក៏ដូចជាធ្វើការយក color មកប្រើប្រាស់ប៉ុន្តែពេលនេះបងប្អូនទាំងអស់គ្នាសូមមើលមកកាន់ color default មួយនេះគឺជា default color អូខេអញ្ចឹងសូមយក color មួយនេះសិនមកនេះមួយនេះអូខេអញ្ចឹងដំបូងបងប្អូនទាំងអស់គ្នាសូមអនុវត្តឲ្យដូច teacher សិនមកបន្តទៀតចាំបងប្អូនទាំងអស់គ្នាចាប់ផ្ដើម design ទៅតាម concept របស់បងប្អូនអូខេ
chẳng bàn ấy ní cứ chia color background bằng trường haiรูปភាពមួយនេះ teacher ធ្វើការបរិយានៅពេលដែលបរិយាបងប្អូនអ្នកគ្នាបើសិនជាចុចធម្មតាឃើញអត់វានឹងអត់ចំកណ្ដាលឬក៏អត់មកកណ្ដាលទេក៏ប៉ុន្តែបើសិនជាបងប្អូនអ្នកគ្នា click នៅលើរូបភាពហើយបងប្អូនអ្នកគ្នាចុច L ឲ្យជាប់ចុច L នៅលើ keyboard របស់យើងណាចុច L ហើយដាក់ mouse របស់យើងនេះ cursor នៃ mouse ហ្នឹងបងប្អូនអ្នកគ្នាដាក់ឲ្យចំខាងគៀនកែងជ្រុងនេះមកហើយធ្វើការទាញបរិយាវាមកអូខេអញ្ចឹងវាមកចំកណ្ដាលល្អអូខេមួយវិញទៀតដើម្បីបានព្រាលដើម្បីធ្វើឲ្យរូបនេះរៀងឃើញបែបនេះគឺដើម្បីធ្វើជា background អញ្ចឹងបងប្អូនអ្នកគ្នាសូម click នៅលើរូបភាពនេះមកហើយសូមមើលខាងលើនេះពាក្យថា transparency អូខេអញ្ចឹង transparency គឺភាពច្បាស់ឬក៏ភាពថ្លានៃរូបភាពអញ្ចឹងបងប្អូនអ្នកគ្នាសូម click នៅលើរូបភាពនេះមកហើយសូមចុចកន្លែង transparency ឬក៏ click នៅលើនេះមកអូខេអញ្ចឹង transparency 100%កន្លែងនេះមានន័យថាវាច្បាស់ 100% ចុះបើ 0% មានន័យថាបាត់រូបហើយត្រូវអត់គឺមើលអត់ឃើញទេបើសិនជា100គឺពេញអញ្ចឹងបើសិនយើងចង់ឲ្យវាព្រាលបងប្អូនអរគ្នាអាចទាញមើលទៅមួយណាសមឬក៏មួយណាល្អប៉ុន្តែពេលនេះសូមធ្វើតាម teacher សិនគឺ teacher យកនៅ 20% អូខេអញ្ចឹង teacher គិតថា 20% គឺសមគួរសមអូខេមួយវិញទៀតបងប្អូនអរគ្នាសូមមើលមកលើ background របស់យើងមានអីគេបន្ថែមទៀតនេះមានអីគេនេះខាងក្រោមនេះបងប្អូនអរគ្នាដាក់ឲ្យហើយក៏បានឬក៏អត់ដាក់ឲ្យហើយក៏បានប៉ុន្តែ teacher recommend ថាសូមធ្វើ background ឲ្យហើយសិនទៅអូខេអញ្ចឹងអាពណ៌សសនេះខាងក្រោយនេះនៃ background ហ្នឹងគឺមានឈ្មោះថា well នេះ well shape អញ្ចឹងបងប្អូនអ្នកគ្នាសូមវាយពាក្យពន្លឺចូលមកដើម្បីធ្វើការ search នៅក្នុង element អញ្ចឹងខាងលើនេះបងប្អូនអ្នកគ្នាកុំភ្លេចមើលកន្លែងនេះណាពាក្យថា element អូខេពាក្យថា element ហើយសូម search ខាងលើនេះឥឡូវចុចខ្វែងសិនវាចុច search រកពាក្យថា well shape អូខេអញ្ចឹងចុច enter មកមុននឹងរូបភាពមួយនេះគឺជារូបភាពបែបជា graphic អញ្ចឹងបងប្អូនអ្នកគ្នាសូមមើលកន្លែងនេះមកយើង search ហើយសូមអុកឬក៏ scroll មកក្រោមមើលពាក្យថា graphic ហើយយកពាក្យថា see all មកអូខេដើម្បីមើលវាបន្ថែមអូខេឥឡូវបងប្អូនអ្នកគ្នាអាចប្រើប្រាស់បានគឺយើងអាចប្រើប្រាស់សាកល្បងមួយណាក៏បានដែរប៉ុន្តែបើសិនជាអត់មានរូបនេះមានន័យថាយើងអាចប្រើប្រាស់បានអត់មានជាប់សញ្ញាខ្វែងឥឡូវទៅចូលយកមួយនេះអូខេអញ្ចឹងបងប្អូនអ្នកគ្នានៅពេលដែលយើង click មកឃើញវាពណ៌ក្រហមហ្មងអូខេបងប្អូនអ្នកគ្នាមើលខាងលើនេះដែរបើសិនជាយើង click មកពណ៌ក្រហមហើយវា load ចេញ color ខាងលើនេះមានន័យថា shape មួយហ្នឹងឬក៏ well shape មួយហ្នឹងគឺអាចផ្លាស់ប្ដូរពណ៌ឬក៏ color បានអញ្ចឹងបងប្អូនអ្នកគ្នាសូម click នៅលើ color នេះមកអូខេអញ្ចឹងមួយនេះគឺតែចាសូមយក color ពណ៌សសិនចុះអូខេដើម្បីឲ្យមានភាពស៊ីគ្នាទៅនឹង background របស់យើងអញ្ចឹងតែចាយកពណ៌សហើយតែចាព្រីព្រារៀងធំមកអូខេប៉ុណ្នេះបងប្អូនអ្នកគ្នាសូមមើលថាតើប៉ុណ្ណឹងសមអត់ឬក៏បែបណាទេបងប្អូនអ្នកគ្នាសេរីមើលឬក៏ teacher ចង់ឲ្យបងប្អូនអ្នកគ្នាអនុវត្តទៅតាម teacher សិនហើយសម្រាប់មេរៀនក្រោយៗទៀត teacher នឹងដាក់ជាលំហាត់ទៅតាម concept របស់បងប្អូនអ្នកគ្នាអូខេអញ្ចឹងឥឡូវ teacher យកប៉ុណ្នេះគាត់ថាសមអីអូខេអញ្ចឹងយើងមើលមកលើ poster របស់យើងទៀតឥឡូវយើងបាន background ហើយឥឡូវបន្តមកទៀតបងប្អូនអ្នកគ្នាសូមសរសេរ text ចំណងជើងពាក្យថាថ្នាក់រៀន digital របស់យើងនេះសិនមក teacher បានបរៀនក៏ដូចជាបានបង្ហាញនៅក្នុងថ្នាក់ផ្ទាល់ក៏ប៉ុន្តែសម្រាប់វីដេអូជា episode គឺ teacher អត់បានបង្ហាញក៏ដូចជាបង្រៀនទៅលើការសរសេរ text ក៏ដូចជាសរសេរអក្សរហ្នឹងនៅលើ poster ទេអញ្ចឹងបងប្អូនអ្នកគ្នាសូមមើលមកខាងគៀននេះមើលមកខាងគៀនមានពាក្យថា text អូខេអញ្ចឹងសូម click នៅលើពាក្យ text នេះមកហើយខាងលើនេះដែរបងប្អូនអ្នកគ្នា teacher អត់ទាន់ឲ្យបងប្អូនអ្នកគ្នាស្វែងយល់អំពីខាងលើទេបងប្អូនសូមមើលកន្លែង3នេះពាក្យថា default text style អញ្ចឹង default text style អូខេអញ្ចឹងកន្លែងហ្នឹងគឺមាន3ទី1គឺ add a heading sub heading ហើយនិង body text ពាក្យថា heading គឺជាចំណងជើងឬក៏យើងហៅថាជាក្បាលនៃអត្ថបទអូខេអញ្ចឹងបងប្អូនអ្នកគ្នាអាច click នៅលើនេះមកដោយសារតែគឺជាចំណងជើងធំអូខេអញ្ចឹងបងប្អូនអ្នកគ្នាអាចចូលបានអាចយកនេះ add a heading នេះមកសូម click នៅលើនេះណានៅពេលដែល click មកវា load មកបែបនេះអញ្ចឹងបងប្អូនអ្នកគ្នាបើសិនជាវា load ពណ៌ចេះមានន័យថាយើងអាចឬក៏អត់ទាន់អាចវាអក្សរបានទេតោះតែបងប្អូនអ្នកគ្នា select នៅលើវាសិនបើសិនជា select ទាំងអស់មានន័យថាយើងអាចសរសេរទៅគឺវាបាត់ទាំងអស់ហើយណាអូខេអញ្ចឹងយើងដាក់មកថ្នាក់រៀន digital អូខេអញ្ចឹងបងប្អូនអ្នកគ្នាអាចធ្វើតាម teacher សិនមកអូខេអញ្ចឹងគឺយើងយកប៉ុណ្នេះមួយវិញទៀត teacher ចង់បង្ហាញតាក់ទងជាមួយនឹង smart guide អញ្ចឹងសារតើ smart guide ហ្នឹងអីគេនៅពេលដែលយើងទាញអូខេអញ្ចឹងយើងរំកិលអក្សររបស់យើងហ្នឹងឃើញបងប្អូនអ្នកគ្នាឃើញមានបន្ទាត់អីមួយកាត់អត់នេះគឺបន្ទាត់យើងពណ៌ផ្កាឈូកហ្នឹងគឺកាត់អាហ្នឹងគឺជា smart guide មានន័យថាយើងបានអស់អក្សរឬក៏ text ហ្នឹងមកចំកណ្ដាលនៃកិច្ចការនៃសិលឹកកិច្ចការរបស់យើងចឹងបើសិនយើងភ្នែកមើលភ្នែកទៅទេហើយបើសិនជាអត់មាន smart guide ទេយើងក៏ដឹងថាវាចំកណ្ដាលអត់ដែរនៅពេលដែលមាន smart guide គឺមានភាពងាយស្រួលចឹងបងប្អូនអរគ្នាទាញពុំមិនដើម្បីឲ្យមានបន្ទាត់មួយហ្នឹងឬក៏បន្ទាត់ការឈូកមួយហ្នឹងពុះឲ្យចំកណ្ដាលមកគឺវាចំកណ្ដាលហើយអូខេចឹងអាចប្រឡែងបានអូខេល្អចឹងបងប្អូនអរគ្នាសូមធ្វើការដូរ color ធ្វើការដូរពណ៌នេះពណ៌របស់យើងពណ៌ទី1ពណ៌ខាងក្នុងឬក៏គេហៅថា fill ហ្នឹងគឺពណ៌តែដូចទៅនឹង background ហើយខាងក្រៅនេះយើងអាចហៅថាជា outline ក៏បានជា stroke ក៏បានគឺវាមាន stroke ជុំវិញអូខេតោះយើងចាប់ផ្ដើមទាំងអស់គ្នាគឺ
គឺដំបូងឡើយយើងសូមធ្វើការបដូរនៅ field ឬក៏បដូរនៅអក្សរពណ៌ខ្មៅនេះទៅជាពណ៌ឲ្យដូច background យើងដើម្បីអីដើម្បីនៅពេលដែលយើងដាក់ outline មកគឺវាឆ្លុះតោះយើងចាប់ផ្ដើមបងប្អូនអ្នកគ្នាសូម click នៅលើអក្សរនៅពេលដែលយើង click មកសូមមើលខាងលើនេះគឺមានអក្សរ A ហើយមានជា color នៅខាងក្រោមនេះអញ្ចឹងហ្នឹងគឺជា text color បងប្អូនអ្នកគ្នាសូមធ្វើការ click មកអូខេអញ្ចឹងនៅពេលដែលយើង click បងប្អូនអ្នកគ្នាត្រូវចាំថាខាងក្រោមនេះគឺជា default color នេះខាងក្រោមនេះកន្លែង photo color នេះគឺមានន័យថា color នេះគឺវាបន្ស៊ីឬក៏វាបន្ស៊ីទៅនឹងរូបភាពរបស់យើងអូខេមួយវិញទៀតកន្លែង document color គឺវាអាចនឹង stock ឬក៏អាចនិយាយថាជាការ store ទុកនៅ color របស់យើងដែលយើងប្រើប្រាស់ថ្មីហ្នឹងអញ្ចឹងបងប្អូនអ្នកគ្នាសូមមើលកន្លែងនេះគឺ color ដែលយើងប្រើប្រាស់ថ្មីហ្នឹងគឺមាន3 color ទី1ឲ្យពណ៌ខ្មៅហ្នឹងគឺពណ៌អក្សរហ្នឹងហើយហើយពណ៌នេះគឺជាពណ៌ background ដែលយើងប្រើប្រាស់ហើយពណ៌អក្សរគឺជាពណ៌នេះ well shape របស់យើងអញ្ចឹងបងប្អូនអ្នកគ្នាសូមធ្វើការ click នៅលើអក្សរហើយចូលមកកន្លែងនេះមកអូខេម្ដងទៀតណាហើយសូមមើលខាងលើហើយអញ្ចឹងយើងមើលតែខាងលើនេះសិនទៅដោយសារអីយើងចង់បានពណ៌នេះឲ្យដូច background របស់យើងអញ្ចឹងគឺវា store ទុកនៅ color របស់យើងដែលយើងប្រើប្រាស់ថ្មីអូខេសូម click យកនេះមកឃើញអត់មានន័យថាពណ៌អក្សររបស់យើងឬក៏ fill របស់យើងហ្នឹងគឺដូចទៅនឹង background ហើយបន្តមកទៀតដើម្បីដាក់ outline ទៅលើអក្សររបស់យើងបានបងប្អូនអ្នកគ្នាសូម click នៅលើអក្សរនៅពេលដែល click គឺឃើញមានន័យថាជាប្រអប់4ជ្រុងអញ្ចឹងណាជា4ជ្រុងហ្នឹងនៅជុំវិញអូខេអញ្ចឹង click មកបងប្អូនអ្នកគ្នាសូមមើលពាក្យថា effect ខាងលើនេះអូខេបាទមកពាក្យថា effect ខាងលើនេះហើយពាក្យថា outline នេះឃើញមានច្រើន style អត់ក៏ប៉ុន្តែឥឡូវនេះបងប្អូនអ្នកគ្នាសូមអនុវត្តទៅតាម teacher គឺយកពាក្យថា outline នេះមកនេះ outline click នៅលើ outline នេះមកនៅពេលដែលយើង click គឺវាមានរង្វង់ពណ៌បែបពណ៌ស្វាយជុំវិញនឹងហើយអូខេអញ្ចឹងឃើញវាអត់ទាន់ពណ៌ដូចដែលយើងចង់បានទេបងប្អូនអ្នកគ្នាក៏អាចមើលមកខាងលើនេះពាក្យថា thickness ក៏ដូចជាពាក្យថា color អញ្ចឹងកន្លែងនេះគឺ stroke ឬក៏ outline ខាងក្រៅវាហ្នឹងយើងចង់ដាក់ឲ្យវាស្ដាងឬក៏ក្រាស់ទៅតាមអ្វីដែលយើងចង់បានអូខេអញ្ចឹងកន្លែង color នេះគឺយើងអាចបដូរបាននេះយើង click មកហើយសូមបដូរយកពណ៌សនេះមកអូខេអញ្ចឹងគឺដូចទៅនឹងអ្វីដែលយើងចង់បានហើយអូខេអញ្ចឹងឥឡូវយើងបាន background យើងបាន text ចំណងជើងមួយវិញទៀតយើងចាប់ផ្ដើមបន្តតាក់ទងជាមួយនឹងការដាក់រូបភាពមួយនេះតោះអញ្ចឹងខ្ញុំមើលថានេះគឺជារូបភាពប៉ុន្តែមើលទៅវាមានអីមួយជារង្វង់មកដាក់ពីលើរូបភាពរបស់យើងហ្នឹងឬមួយក៏យើងដាក់រូបភាពនៅក្នុងរង្វង់ហ្នឹងគឺវាមានភាពស្មើគ្នាល្អតែគេធ្វើបែបណាតោះចាប់ផ្ដើមបងប្អូនអ្នកគ្នាសូមបដូរពី text ទៅកាន់ element វិញនេះគឺជា element អូខេអញ្ចឹងដល់ពេលយើងចង់បានភាពផ្សេងៗចូលបានឲ្យបងប្អូនអ្នកគ្នាថតទៅលើពាក្យក៏ដូចជាពាក្យឬក៏អត្ថន័យនៃប៊ូតុងនីមួយៗហើយសូម click មកកាន់ពាក្យ element នឹងវិញមកអូខេអញ្ចឹងយើងចាប់ផ្ដើមទៅរកសុំមានន័យថាទៅរកអារង្វង់មូលនៃដាក់ដើម្បីដាក់រូបភាពរបស់យើងចូលនេះណាបងប្អូនអ្នកគ្នាអាចវាយពាក្យថា frame សូមវាយពាក្យថា frame មក frame មានន័យថាជាសុំអូខេអញ្ចឹងនេះបងប្អូនអ្នកគ្នាមើលពាក្យ frame នេះមកហើយយកពាក្យថា see all ចំណាំបងប្អូនអ្នកគ្នាសូមធ្វើការចំណាំបើសិនជាមានទម្រង់ដូចជា shape ក៏ប៉ុន្តែមានដូចជាទេសភាពនៅខាងក្នុងហ្នឹងមានន័យថាយើងអាចដាក់រូបភាពចូលទៅកាន់ក្នុងរង្វង់ក៏ដូចជាទៅតាមអ្វីរៀងផ្សេងៗនេះបានអូខេឥឡូវចូលយករង្វង់ប៉ុន្តែបងប្អូនអ្នកគ្នា click មួយមកគឺវាលោតចូលក្នុងនេះហើយឥឡូវ teacher សូមប្រួបន្តិចអូខេតោះ teacher យកប៉ុណ្នេះហើយ teacher សូមដាក់មើលបែបណាឲ្យវាសមល្មមទៅតាមអីដែលយើងចង់បានអូខេអញ្ចឹង teacher យកប៉ុណ្នេះអូខេតោះហើយមួយវិញទៀតបងប្អូនអ្នកគ្នាបើសិនយើងចុច click នៅលើនេះម្ដងទៀតវាអាចនឹងពិបាកយើងព្រមវាដើម្បីឲ្យវាស្មើនឹងអានេះអញ្ចឹងteacher សូមធ្វើការលុបសិនហើយនៅក្នុងនេះដែរបើបងប្អូនអ្នកគ្នាចង់ត្រឡប់ក្រោយគឺចុច control shift ដូចទៅនឹងកម្មវិធី Microsoft Word ដែលយើងបានរៀនអញ្ចឹងណាទៅពេលយើងចង់ undo redo អញ្ចឹងគឺដូចគ្នាទេគឺបងប្អូនអ្នកគ្នាចុច control shift មកអូខេតោះដើម្បី copy អានេះដោយសារការ copy គឺវាបានដូចគ្នាឬក៏ទំហំស្មើគ្នាអញ្ចឹងវាមានភាពងាយស្រួលហើយធ្វើឲ្យការងាររបស់យើងលឿនដែរអញ្ចឹងបងប្អូនអ្នកគ្នាសូមធ្វើការ click នៅលើនេះសិនមកទៅពេលយើងចុច click គឺមានរង្វង់4ទៀតអូខេតោះបងប្អូនអ្នកគ្នាសូមធ្វើការចុច keyboard ឬក៏ចុច key Alt មកសូមចុច key Alt នៅលើ keyboard របស់យើងឲ្យជាប់អញ្ចឹងដល់ពេលដែលចុចឲ្យជាប់ហើយបងប្អូនអ្នកគ្នាដាក់ cursor យើងឲ្យចំហើយ click mouse យើងរបស់យើងហ្នឹងគឺ click mouse ឆ្វេងteacher បានបរៀនការពីថ្នាក់មូលដ្ឋានគ្រឹះហើយអញ្ចឹងបងប្អូនអ្នកគ្នាសូម click ឲ្យទាញវាមកនេះប៉ុន្តែសូមចុច Alt ឲ្យជាប់ចុច Alt ឲ្យជាប់អូខេអញ្ចឹងដល់ពេលយើងចុច Alt ជាប់ហើយគឺវាមកហើយដល់ពេលដែលយើងគិតថាយើងយកកន្លែងនេះបងប្អូនអ្នកគ្នាសូមបលែងមកនេះឃើញវាមានកាយឬក៏គេហៅថា smart guide ទាំងអស់គឺវាដាក់មកនេះអានេះគឺវាស្មើគ្នាតែម្ដងគឺវាត្រង់ស្មើអញ្ចឹងបងប្អូនអ្នកគ្នាបលែង Alt ហើយចាំបលែងមកឃើញអត់អញ្ចឹងយើងបាន copy វាមកហើយគឺវាទំហំស្មើគ្នាហើយវាមានភាពងាយស្រួលក៏ដូចជាធ្វើឲ្យការងាររបស់យើងលឿនអូខេអញ្ចឹងបន្តមកទៀតយើងចាប់ផ្ដើមទៅរករូបភាពនេះគឺជារូបភាពដើម្បីចុះមកដាក់នៅក្នុង frame របស់យើងហ្នឹងបងប្អូនអ្នកគ្នាសូមមើលពាក្យកន្លឹះនេះហើយបើសិនជាបងប្អូនអ្នកគ្នាបកកែភាសាអង់គ្លេសបងប្អូនអ្នកគ្នាអាចនឹងធ្វើការ search element បានដោយភាពងាយស្រួលប៉ុន្តែបើសិនជាអត់ទាន់បកកែភាសាអង់គ្លេសទេដោយសារបងប្អូននៅតូចដែរអញ្ចឹងបងប្អូនអាចយកប៊ិច note ក៏ដូចជាយកប៊ិចយកសភៅមួយ note ពាក្យកន្លឹះនេះទុកមកអូខេអញ្ចឹងយើងចាប់ផ្ដើមទៅរករូបក្មេងៗយើងអាចវាយពាក្យថា digital class ម្ដងទៀតមកអូខេបងប្អូនអ្នកគ្នាអាចវាយពាក្យថា digital class
តែសារយើងធ្លាប់វាយម្ដងហើយគឺវា load នៅលើនេះពាក្យថា recent នេះអញ្ចឹង click នៅលើនេះមកអូខេហើយយើងរកវាជារូបភាពហើយអត់អញ្ចឹងរូបភាពបងប្អូនអរគ្នាមើលកន្លែងពាក្យថា photo ហើយចុចថា CR អូខេអញ្ចឹងបងប្អូនអរគ្នាសូមធ្វើការជ្រើសរើសរូបភាពដែលបងប្អូនចង់បានមកដោយសារនេះតើតែយើងមាន account Canva Pro ទៅវាអត់ចេញខ្វែងហើយមួយទៀតដើម្បី download រូបភាព poster របស់យើងមកប្រើប្រាស់បានតើតែយើងមាន account Pro ដូចគ្នាអញ្ចឹងបើសិនជាអត់ទាន់មាន account Pro ទេយើងពិបាកដែរប៉ុន្តែបើសិនជាបងប្អូនគិតថាអត់ទាន់ចង់បាននៅ account Canva Pro ទេបងប្អូនអរគ្នាធ្វើការ design ហើយសិនទៅអាចចូល ខ្វែងនេះបានអត់អីទេប៉ុន្តែនៅពេលដែល design ហើយចាំប្រាប់មកកាន់ teacher បើសិនជាបងប្អូនចង់ download រូបភាពឬក៏ poster របស់យើងនឹងចេញមកក្រៅប្រាប់ teacher មក teacher នឹងប្រើប្រាស់ account របស់ teacher មួយទៀតដែល teacher ទិញផ្ទាល់ខ្លួនហ្នឹង teacher នឹងធ្វើការ download ឲ្យបងប្អូនទាំងអស់គ្នាបានអូខេអញ្ចឹង teacher សូមដាក់នៅក្នុងរង្វង់របស់យើងអូខេអញ្ចឹង teacher អត់ឆ្លៃរូបហ្នឹងទេ teacher សូមធ្វើការរករូបភាពមួយទៀតមួយនេះអូខេអញ្ចឹង teacher ទាញយកមកដាក់មកបងប្អូនទាំងអស់គ្នារបៀបដាក់ចូលទៅក្នុង frame របស់យើងបងប្អូនទាំងអស់គ្នាសូមធ្វើការចុចឲ្យជាប់រូបភាពយើងនេះមកហើយដាក់ឲ្យចំពីលើទៅពេលដែលចំពីលើ frame អូខេអញ្ចឹងវានឹង load រៀងព្រាលអត់អ្នកធ្វើឲ្យរូបភាពអញ្ចឹងព្រាលនៅពេលដែលបងប្អូនទាំងអស់គ្នាប្រឡែងម៉ៅមកប្រឡែងអូខេប្រឡែងដៃមកភ្លឹបអញ្ចឹងមានន័យថាវាចូលទៅក្នុង frame របស់យើងហើយឃើញមានភាពងាយស្រួលអត់អូខេហើយ teacher មួយវិញទៀតបងប្អូនទាំងអស់គ្នាបើសិនជាចង់យករូបភាពរបស់យើងហ្នឹងចេញមកវិញឥឡូវគិតថាចង់បដូរបងប្អូនទាំងអស់គ្នា click នៅលើនេះសិនមក click ហើយកុចកន្លែងនេះកន្លែងមានចុច3ហ្នឹងអូខេចុចមក click មកហើយបងប្អូនទាំងអស់គ្នា scroll នៅពេលដែលយើង click កន្លែងចុច3ហ្នឹងហើយ scroll វាមកក្រោមណាអូខេ scroll មកក្រោមហើយឃើញពាក្យថា detect image អញ្ចឹងបងប្អូនទាំងអស់គ្នា click នៅលើនេះមកអញ្ចឹង image របស់យើងគឺវាចេញមកក្រៅវិញហើយទាំងអត់អូខេអញ្ចឹង teacher ចុច control Z ដើម្បីត្រឡប់ក្រោយវិញសិនអូខេ teacher សូមធ្វើការជ្រើសរើសនៅរូបភាពមួយទៀតដើម្បីដាក់បញ្ចូលទៅក្នុង frame របស់យើងគឺ teacher សូមយកអូខេ teacher យករូបភាពមួយនេះ teacher ធ្វើដូចមុនហ្នឹងអញ្ចឹងគ្រាន់តែទាញ off មកដាក់ឲ្យចំពីលើ frame របស់យើងហ្នឹងគឺវា load រៀងព្រាលហើយប្រឡែងដៃចេញពីម៉ៅមកអូខេអញ្ចឹងគឺវាចូលហើយគឺមានភាពងាយស្រួលមែនតើហើយសាមញ្ញអូខេតោះយើងបន្តទៀតថាតើយើងគួរតែ design ទៅលើអ្វីចំណុចឥឡូវយើងបាន background យើងបាន text ចំណងជើងហើយយើងបានរូបភាពនេះហើយបងប្អូនទាំងអស់គ្នាសូមធ្វើការធ្វើការសរសេរកន្លែងនេះមុនមកមួយនេះអូខេតោះអូខេទាំងអស់គ្នាត្រូវឈរនៅលើ element នេះហើយteacher បញ្ជាក់ដោយសារមានបងប្អូនខ្លះគាត់ចុចថាអត់ឃើញកន្លែង search រូបភាពដោយសារបងប្អូនអត់បានឈរនៅលើពាក្យថា element អញ្ចឹងយើងចាប់ផ្ដើម search មកយើងវាយពាក្យកន្លឹះឬក៏ពាក្យថាបកមកមានថាប្រអប់អូខេអញ្ចឹងយើងចង់បានជាប្រភេទ graphic បងប្អូនទាំងអស់គ្នាមើលពាក្យថា graphic ហើយយកពាក្យថា CR សូម scroll ចុះមកក្រោមមកអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាសូមធ្វើការជ្រើសរើសបកមួយណាដែលបងប្អូនគិតថាពេញចិត្តមកបើសិនជារកអត់ឃើញដូចបោះ poster ចាស់នោះទេឥឡូវ teacher សូមយកឲ្យខាងលើនេះតែម្ដងទៅគឺមានភាពងាយស្រួល teacher សូមយករូបភាពមួយនេះហើយវានឹងចេញខ្វែងដោយសារវាជាប់ Pro អូខេអញ្ចឹងយករូបភាពមួយនេះហើយធ្វើការប្រិចមកអូខេយកប៉ុណ្នេះបងប្អូនទាំងគ្នាមុនហ្នឹងteacher បានប្រាប់ថាបើសិនយើង click នៅលើរូបភាព graphic មួយហ្នឹងហើយវា load color ចេញខាងលើនេះមានថាយើងអាច change color បានណាអញ្ចឹងកន្លែងនេះ color ពណ៌លឿងនេះមានថាយើងអាចបដូរបានអញ្ចឹង teacher សូមបដូរយកពណ៌រៀងបែបជា shadow មិនមែនជា soy តែបែបជាប្រខេះមកអូខេអញ្ចឹងបានណាយើងអាចបដូរពណ៌បាននេះខាងលើនេះឥឡូវ teacher ធ្វើការ copy មុនហ្នឹង teacher បានប្រាប់ថាចុច L ឲ្យជាប់មកចុច L បងប្អូនអរគ្នាធ្វើការ click នៅលើហ្នឹងសិន click ហើយចុច L ឲ្យជាប់ហើយទាញមកអូខេឃើញ guideline ឬក៏យើងអាចហៅថា smart guide នឹងអត់ឃើញវា load មកមានថា smart គ្នាយើងប្រឡែងមកអូខេមួយទៀត teacher ចង់បានជាបបមួយដាក់លើនេះដើម្បីសរសេរពាក្យថាវគ្គសិក្សាទី1វគ្គសិក្សាទី2តែ teacher ធ្វើការយកមួយទៀតមកយើងយកមួយនេះតែម្ដងឬក៏យើងអាច scroll មើលបានអត់អីទេនេះ teacher នេះមួយនេះគឺដូចស្តៀងទៅនឹងរបស់ teacher poster teacher ចាស់តែ teacher ចង់ប្រើមួយទៀតអូខេឥឡូវ teacher យកមួយនេះចុះអូខេហើយបន្តមកទៀត teacher ធ្វើការរួមវារួមរៀងតូចបន្តិចមកហើយ teacher ដាក់ឲ្យចំកណ្ដាលដល់ពេលដែលយើងដាក់មកនេះឃើញវាកាត់គាត់ឃើញមានបន្ទាត់មួយកាត់ហើយយើងដាក់វាចំកណ្ដាលល្អអូខេteacher យកប៉ុណ្ណឹងវាចាញ់ខ្វែងដោយសារវាជាប់ Canva Pro ប៉ុន្តែបើសិនជាយើងមាន Canva Pro គឺវាមានស្រាខ្វែងនេះណាគឺវាប្រអប់ស្អាតអូខេអញ្ចឹង teacher ធ្វើការ copy វាម្ដងទៀតគឺ teacher click ហើយគឺ teacher click ហើយចុច L ឲ្យជាប់នៅលើ keyboard របស់យើងហ្នឹងចុច click L អូខេចុច L ហើយទាញមកអូខេនេះគឺវាចេញ smart guide អត់មានថាវាត្រង់គ្នាល្អហើយយើងបលេងមកយើងចាប់ផ្ដើមសរសេរ text នៅខាងលើនេះអូខេអញ្ចឹងបងប្អូនអ្នកសូមមើលកន្លែងមើលខាងគៀននេះខាងគៀនហើយយកពាក្យថា text ម្ដងនេះគឺយើងសរសេរអក្សររៀងតូចអត់ធំមកដូចចំណងជើងមុនហ្នឹងទេអញ្ចឹងបងប្អូនអ្នកអាចជ្រើសរើសយកមួយនេះបាននេះយកមួយនេះសិនមកដាក់ថាវគ្គសិក្សាទី1អូខេអញ្ចឹងយើងដាក់មកវគ្គសិក្សាឬក៏វគ្គ1វគ្គសិក្សាទី1របស់យើងអូខេអញ្ចឹងបងប្អូនអ្នកអាចព្រមមកអាចទាញព្រមព្រិចព្រមចេះក៏បានអាចប្រើខាងលើនេះបន្ថយតឡើងបានដូចគ្នាដល់ពេលដែលយើងចង់ទាញទៅពេលខ្លះបងប្អូនអ្នកទាញទៅវាជាប់ចេះអញ្ចឹងវាទាញអត់ទៅណាក៏យើង click ខាងក្រៅមួយសិនមកហើយចាប់អូសវាទៅហើយមួយវិញទៀតបើសិនជាអូសអញ្ចឹងអត់បានទៀត click ខាងក្រៅមួយមកហើយ click នៅលើអក្សរនេះបងប្អូនអ្នកមើលឃើញសញ្ញានេះអត់សញ្ញាព្រួញ4ហ្នឹង
ចុចពីលើនេះហើយទាញបែបនេះវិញក៏កាន់តែមានភាពងាយស្រួលដែរអូខេបានដូចគ្នាវាទៅទៀតដើម្បីដាក់ឲ្យចូលប្រអប់របស់យើងគឺស្អាតអូខេរួចរាល់ឥឡូវនេះចុច copy វា copy លើ text ហ្នឹងមកហើយដល់បន្តបដូរខាងវគ្គសិក្សាទី2ទេគឺចុច click ហើយចុច L ឲ្យជាប់ហើយទាញមកអូខេហើយចុចគ្រាន់តែ click select ដើម្បី select វាមកហើយចុចយកតែកន្លែងនេះទេកែតែកន្លែង1ទៅជាលេខ2អូខេគឺ good មួយវិញទៀតដែលចង់សរសេរអត្ថបទនៅខាងក្នុងនេះដែលសុំយកវាថា body text ដើម្បីឲ្យវាតូចមានលក្ខណៈតូចដើម្បីបញ្ជាក់ទៅលើព័ត៌មានលម្អិតអូខេអញ្ចឹងគេដាក់ថាសម្រាប់បងប្អូនដែលមិនទាន់ចេះសោះអូខេតោះមកបងប្អូនអរគ្នាដូចជាចង់ប្រាប់មុនអញ្ចឹងចង់ break room បែបនេះក៏បាន break room ខាងលើនេះក៏បានហើយទាញនេះក៏បានដែរអូខេអញ្ចឹងគាត់ថាយកប៉ុណ្នេះគឺសមអីអញ្ចឹងអាច copy វាមកបានចុច L ឲ្យជាប់ហើយទាញអានេះមកក៏បានដែររបៀប copy គឺដដែលទេដើម្បីបងប្អូនទាំងពីរច្បាស់ជាមួយនឹងវិធី copy អានេះសម្រាប់បងប្អូនដែលចេះខ្លះឥឡូវយើងបានកន្លែងនេះរួចរាល់ទៀតហើយចាប់ផ្ដើមដាក់នៅសញ្ញាព្រួយឬក៏យើងហៅថា arrow ជាភាសាអង់គ្លេសហ្នឹងគឺយើងអាច select វាទាំងអស់បងប្អូនទាំងគ្នាបើសិនជាចង់ select ទាំងក្រុមដូចជាឈើមុនហ្នឹងបងប្អូនទាំងគ្នា click នៅលើអក្សរនេះហើយសូមចុច shift នៅលើ keyboard របស់យើងហ្នឹងជា key shift ហ្នឹងយើងចុចឲ្យជាប់មក click មកទាំងអស់មកហើយចុច shift ហើយទាញវាចេះឃើញអត់អូខេអញ្ចឹងទៅវាទៅទាំងក្រុមមកវាអត់ទៅម្ដងមួយទេបានឥឡូវទៅចូលសុំ search row arrow ឬក៏ row សញ្ញាព្រួយហ្នឹងទៅចូលមកកាន់ element វិញដើម្បីស្វែងរកធានបាយពាក្យថា arrow ចុច enter មក row កន្លែងពាក្យថា graphic នេះចុច CR បងប្អូនទាំងអស់គ្នាអាច scroll មកក្រោមហើយជ្រើសរើសសញ្ញា arrow ឬក៏ព្រួយមួយណាដែលបងប្អូនទាំងអស់គ្នាពេញចិត្តទៅឬក៏អាចធ្វើតាម teacher សិនក៏កាន់តែល្អដែរតែសារយើងទៅចាប់ផ្ដើម poster ល្បងគឺចូលយកមួយនេះបងប្អូនទាំងអស់គ្នាចូលយកមួយនេះគឺteacher អាចបដូរ color បានឥឡូវចូលបដូរពណ៌ដាក់យកពណ៌សនេះគឺយើងប្រើថ្មីហើយចុចអាចព្រមបាននេះចុចកន្លែងនេះជាប់មកហើយបើចុច out ទៀតគឺវាត្រង់គឺវាមកជាមួយកណ្ដាលបងប្អូនទាំងគ្នាអាចនឹងឆ្ងល់ហើយថាបើសិនជាសញ្ញាព្រួយយើងបាញ់មកខាងនេះយើងធ្វើម៉េចឲ្យវាបាញ់ទៅខាងឡោះវិញសូម click នៅលើ arrow ឬក៏សញ្ញាព្រួយរបស់យើងមក click មកហើយបងប្អូនទាំងគ្នាសូមមើលមកខាងលើនេះពាក្យថា flip អូខេសូម click ពាក្យថា flip មកមួយនេះគឺជា flip horizontal មួយនេះគឺជា flip vertical ចឹងបងប្អូនទាំងគ្នាសូមយកពាក្យថា flip vertical នេះមកអូខេចឹងមួយនេះគឺបាញ់មកអញ្ចឹងទេគឺយើងចង់បានទេយើងចង់ឲ្យវាបាញ់ទៅដល់នេះសូមចុចយកនេះមកនៅអត់ពេញចិត្តចុចទៀតមកអូខេចឹងនេះចង់បានបាញ់បែបនេះក៏ប៉ុន្តែយើងចង់បវលឲ្យវាមករៀងខិតមកនេះតិចអូខេចឹងបងប្អូនឲ្យមើលកន្លែងនេះអាទុយនេះពេលយើងគ្រាន់តែយើងដាក់ cursor នេះមកបើយើងចំនេះឃើញវាចេញសញ្ញាបែបព្រួយឃើញអត់យើងអាចទាញបាននេះគេអាចទាញត្រឡប់បវលបានទាញមកនេះយកបាញ់មកគឺស្អាតហើយអូខេហើយមួយវិញទៀតយើងអាច copy វាទៀតមក click នៅលើសញ្ញាព្រួយទាញចុច L key L របស់យើងនៅលើ keyboard ហ្នឹងចុចមកឃើញអត់យើងទាញវាមកអូខេឃើញអត់គឺវាមាន smart guide អត់អូខេឥឡូវយើងបានកាន់តែច្រើនហើយចាប់ផ្ដើម design ខាងក្រោមនេះបន្ថែមទៀតតោះយើងបងប្អូនអរគ្នាសូមធ្វើការ search ចូលមកកន្លែង element នេះដដែលមកហើយវាយពាក្យថា school មុនហ្នឹងគឺជា school building នេះគឺជាអគារសាលាតែសារ teacher ធ្លាប់ search ម្ដងអញ្ចឹងគឺវាលោតមកខាងលើ recent នេះហើយអញ្ចឹង click មកអូខេនេះគឺយើងចង់បានប្រភេទបែប graphic ទៅអត់ graphic គឺជារូបដែលគេបង្កើតឡើងបែបជា graphic ដែល designer គាត់បង្កើតឡើងណាអូខេអញ្ចឹងបងប្អូនអរគ្នានេះ graphic ហើយយកពាក្យថា CR មកនេះគឺជាអគារសាលារបស់យើងបងប្អូនអរគ្នាសូមធ្វើការជ្រើសរើសមួយមកអញ្ចឹង teacher សូមយកអានេះចុះអូខេអានេះអត់ជាប់ pro ទេបើសិនយើងច្រឡំដៃវាចូលទៅក្នុងនេះបងប្អូនអរគ្នាចុច control set មក undo មកវិញមកអូខេអញ្ចឹង pro វាទួយតិចមកហើយទាញមកអូខេ teacher យកប៉ុណ្ណឹងតែថាគាត់ថាធំពេកទាញរួមវាថែមទៀតមកអូខេយ៉ាបន្តមកទៀតយើងធ្វើការដាក់ដូចជាលេខទូរស័ព្ទក៏ដូចជាដាក់ទីតាំងតែគេធ្វើបែបណាសូមបងប្អូនអរគ្នាមើលមកលើ poster ក៏ដូចជាមើលមកកាន់ teacher បន្ថែមទៀតមកបងប្អូនអរគ្នាចូលមកកន្លែង element ទៅដែរ clear វាចេញទៅមកចូលមកកាន់ element ហើយបងប្អូនអរគ្នាវាយពាក្យថា phone icon អញ្ចឹងប្រភេទ icon នេះមើលទៅលើ poster របស់យើងនេះមាន phone icon មាន location icon អូខេតោះចូលមករបស់យើងទៅដែរមកអូខេអញ្ចឹងពេលយើង search ហើយគឺយើងចង់បានប្រភេទ graphic អញ្ចឹងបងប្អូនអរគ្នាចុចពាក្យថា CR មកនេះគឺយើងអាចប្រើប្រាស់បានប្រភេទ icon ទាំងអស់ហ្នឹងបានណាអូខេយើង scroll វាមកនេះចុចយកមួយនេះហើយមុនហ្នឹងគឺពណ៌ក្រហមទៅអត់អញ្ចឹងបងប្អូនអរគ្នាមើលទៅខាងលើឃើញយើងអាចបដូរពណ៌វាបានអត់នៅពេលវាចេញ color បែបហ្នឹងមកគឺបានអញ្ចឹងយើងព្រមមកអូខេអញ្ចឹងយើងធ្វើការព្រមហើយបងប្អូនអរគ្នានេះធ្វើការដូរ color ហ្នឹងវាពណ៌នេះទៅអូខេពណ៌នេះក៏បានពណ៌ក្រហមនេះមើលមកកន្លែង color default នេះមកអូខេតោះអញ្ចឹងយើងយក color ពណ៌ក្រហមនេះគឺជាកន្លែងដូរ color អូខេយើងអាចវាយនៅលេខទូរស័ព្ទមកបងប្អូនឃើញអាច click នៅលើនេះក៏បានឬក៏ចូលមកកាន់ text ម្ដងទៀតមកហើយយកកន្លែងនេះមកអូខេយើងអាចទាញបានកន្លែងប្រអប់នេះហ្នឹងយើងអាច print បានហើយធ្វើការវាយលេខទូរស័ព្ទមកអានេះលេខនេះគឺចេះតែដាក់ទេដើម្បីធ្វើជាឧទាហរណ៍សម្រាប់អ្នកនរគ្នាអូខេបងប្អូនអាចរួមហើយបើសិនជាវាចេញបែបនេះបងប្អូនទាញឲ្យប្រអប់វាវិញមកទៀតបើថាអត់សមទេ
សម្រាប់ episode ក្រោយៗបងប្អូននឹងសិក្សាអំពី technique ក្នុងការ design ក៏ប៉ុន្តែសម្រាប់វីដេអូនេះខ្ញុំចង់ឲ្យបងប្អូនចេះប្រើប្រាស់នៅកម្មវិធីក៏ដូចជាចេះ design កម្រិតដំបូងសិនគឺ step by step អូខេចូលកថាយកប៉ុណ្នេះគឺសមមួយវិញទៀតយើងចូលមកកាន់ element ទៅដែរចូល search ពាក្យថា location icon អូខេនេះគឺ load មកហើយកន្លែង recent ចូលមកកន្លែង graphic ចូលពាក្យថា CR អូខេវាចូលយកមួយនេះចុះហើយចូលអាចដូរ color បានចូលយក color ដូចសាមទីឲ្យចង់មកកែងនេះជ្រុំនេះទៅវាមកចូលត្រឹមត្រីអូខេអញ្ចឹងបងប្អូនសូមធ្វើការដាក់វាយមកកន្លែងនេះគឺយើងដាក់ទីតាំងចូលអាចដល់ចុច L ហើយគឺមកទីមកហើយយើង select លើមកហើយយើងវាយពាក្យថាសាលាបាក់ថំសិក្សាអង្គដូចចោលទីតាំងចាំដូចរបស់យើងអូខេឬក៏បន្ថែមពាក្យថាចាំដូច digital អូខេមកនេះមកហើយនេះមួយមកអូខេឥឡូវយើងរួចរាល់នៅ poster ដំបូងឬក៏ជា poster ដែលយើងធ្វើការអនុវត្តដើម្បីស្គាល់ទៅលើកម្មវិធី Canva ដំបូងអញ្ចឹងតែចូលសង្ឃឹមថាបងប្អូនទាំងអស់គ្នាគឺចាប់ផ្ដើមអនុវត្តហើយធ្វើបានទាំងអស់គ្នាបើសិនជាមានសំណួរក៏ដូចជាមានចម្ងល់បងប្អូនទាំងអស់គ្នាអាចតាក់ទងមកកាន់ teacher ផ្ទាល់បានក៏ដូចជាអាចធ្វើការទម្លាក់ជា comment ឬក៏ឆាតនៅក្នុង Telegram group របស់សាលារបស់យើងក៏បានដូចគ្នាដែរអរគុណច្រើនដល់អ្នកទាំងអស់គ្នាបាយបាយ